ជាសៀមនេះមិនមែនជាជនជាតិនៅលើទឹកដីសៀមសប្តាហ៍ទេជាជនជាតិដែលមកពីប្រទេសចិនខេត្តយូណានសៀមនេះក្រុមកុលសម្ព័ន្ធជាចៅទាំងប្រុសទាំងស្រីហ្នឹងរបររស់ស៊ីធ្វើចៅចូលទៅរុករៀនតន្ត្រៀនប្រជាបរិទ្ធចិននៅខេត្តយូណានណាក៏រដ្ឋាភិបាលនៃប្រទេសចិនហ្នឹងគេចាត់វិធានការគេកម្ចាត់ដេញចេញពីស្រុកគេអត់ឲ្យនៅម្ល៉េះជនជាតិសៀមនេះក៏ធ្វើអន្តោប្រវេសន៍ចេញពីខេត្តយូណានមកអន្តោប្រវេសន៍គឺចេញមករកទីតាំងភូមិករនៅថ្មីក៏ដល់អន្តោប្រវេសន៍មកដល់មកនៅលើទឹកដីកម្ពុជាអញ្ចឹងណាដីសៀមសប្តាហ៍នេះដីកម្ពុជាយើងពីសង្គមណាបងហើយនឹងដីរបស់មោនប្រទេសមោនមួយសៀមលេបអស់ជនជាតិមោនហើយនឹងទឹកដីកម្ពុជាទឹកដីកម្ពុជាយើងវាយកបាន37ខែសប្តាហ៍នេះយ៉ាងម៉េចច្រើនជាងដីយើងដែលសេសសល់តែ25ខែក្រុងទេហើយ25ខេត្តធំនេះมันជាធំប្រមាណទេតូចបោកខេត្តដែលវាយកឲ្យធំណាបងមានវិសាលភាពធំបានទាំងប្រាសាទបុរាណយើងប្រាសាទដែលសាងពីថ្មពីអត់ដែលប្រាសាទនៅលុបបូរីនៅភីម៉ាយនៅអង្គររាជសាតែប្រាសាទយើងទាំងអស់នេះសំជរៀបខ្ញុំនិយាយចឹងតែរឿងអតីតកាលយើងខ្មែរអត់បានគិតទេថាវាកន្លងហួសទៅហើយក៏សុខចិត្តនៅស្ងៀមដែរបើឥឡូវមហិច្ឆតារបស់សៀមមិនស្ងប់ចង់បានលេបទឹកដីយើងឲ្យអស់តែម៉ងបងហើយយើងនិយាយមើលមកតែខ្មែរសូរ៉ែនខ្មែរស៊ីសកេតខ្មែរអង្គររាជខ្មែរប្រជានសោះតែខ្មែរទាំងអស់ដែលសៀមវាមកយកទៅត្រួតត្រាខ្មែរទាំងអស់នោះនៅក្រោមការគ្រប់គ្រងរបស់សៀមមិនដឹងទៅណាបើភូមិកំណើតខ្លួននឹងណាក៏នៅទៅញោមទៅសរិនអីទៅបើមិននិយាយខ្មែររញោនេះភាសាខ្មែរបើទៅបរិរាមទៅអង្គររាជអីណាសត្វតែខ្មែរញ៉ាតាមកសុំលើកប្រវត្តិរបស់សៀមគឺមិនចាប់តែបើចង់លេបយកទឹកដីយើងឲ្យអស់លលីពីមុនមានកម្ពុជាក្រោមខ្មែរក្រោមខ្មែរកណ្ដាលខ្មែរលើឥឡូវវាចង់លេបខ្មែរកណ្ដាលឲ្យអស់លលី